លោកគ្រូម្នាក់គាត់បាននិយាយថាកូនសិស្សរបស់គាត់នឹងនៅពេលដែលស្លាប់ទៅបន្លឹងរបស់កូនសិស្សរបស់គាត់នឹងគឺត្រូវបានព្រាយក្បាល8នឹងយកទៅធ្វើជាទាសករដោយសារតែកូនសិស្សរបស់គាត់នឹងគឺធ្វើខុសគ្រូអញ្ចឹងរឿងរ៉ាវមួយនេះគឺកើតឡើងនៅក្នុងស្រុកភូមិមួយកន្លែងដែលខ្ញុំសូមអបជើញឈ្មោះទេអញ្ចឹងលោកគ្រូដែលគាត់គឺជាគ្រូមន្តអាគមនឹងគឺគាត់មានឈ្មោះល្បីល្បាញមែនតើដោយសារតែមន្តអាគមនិងវិជ្ជារបស់គាត់នឹងគឺខ្លាំងពូកែហើយគាត់ក៏មិនដែលយកមន្តអាគមនឹងទៅធ្វើអំពើអាក្រក់អីដែរអញ្ចឹងដោយសារតែគេឈ្មោះរបស់លោកគ្រូនឹងគាត់មានភាពល្បីល្បាញអញ្ចឹងធ្វើឲ្យមានបុរស3នាក់ដែលគាត់គឺជាបុរសវ័យជំទង់អាយុខ្ទង់18 19អញ្ចឹងណាគឺគាត់ចង់មករៀនជាមួយនឹងវិជ្ជាសិលនឹងគឺពាក់ព័ន្ធជាមួយនឹងមន្តអាគមអូមអាមកាប់មិនមុតដុតមិនឆេះរបស់លោកគ្រូដែលគាត់ល្បីនឹងអញ្ចឹងណាអញ្ចឹងលោកគ្រូនឹងដំបូងឡើយគាត់អត់ចង់បរៀនទេដោយសារតែគាត់គិតថាមន្តអាគមនឹងគឺវាមិនស័ក្តិសមទៅមនុស្សមួយចំនួនទេដោយសារតែមនុស្សយើងម្នាក់គឺមានភាពហិច្ចតាផ្សេងគ្នាអញ្ចឹងគាត់ខ្លាចកូនសិស្សដែលគាត់ថ្មីសូមមករៀននឹងយកមន្តអាគមនឹងទៅធ្វើអំពើអាក្រក់អីអញ្ចឹងណាដោយសារតែលោកគ្រូនឹងគាត់មានមន្តអាគមអូមអាមែនប៉ុន្តែគាត់អត់ដែរធ្វើអំពើអាក្រក់អីទេអញ្ចឹងបុរសទាំង3នាក់នឹងគឺគាត់បានសុំលោកគ្រូងូចពីមួយថ្ងៃទៅមួយថ្ងៃអង្វរសំពះរហូតដល់លោកគ្រូនឹងគាត់ក៏សម្រេចចិត្តទទួលយកកូនសិស្សទាំង3ហ្នឹងអញ្ចឹងដូចទាំងអស់គ្នាដឹងហើយនៅពេលដែលយើងមុននឹងចូលទៅដល់វគ្គសិក្សាមន្តអាគមអូមអាមកាលពីដើមឡើយមុនពេលដែលយើងចូលហ្នឹងគឺយើងត្រូវការធ្វើនៅពិធីមួយចំនួនដូចជាពិធីចូលទៅក្នុងពាងពិធីស្រោចទឹកពិធីដើរនៅលើភ្លើងអីចឹងទៅនេះគឺជាប្រពៃណីអ្វីដែលខ្ញុំបានដឹងអំពីរឿងនឹងដែរអញ្ចឹងនៅពេលដែលលោកគ្រូនឹងគាត់មុននឹងឲ្យកូនសិស្សទាំង3នឹងរៀនវិជ្ជាផ្សេងហ្នឹងគឺគាត់បានឲ្យកូនសិស្សហ្នឹងគឺដើរនៅលើភ្លើងក៏ដូចជាចូលទៅក្នុងពាងទឹកដើម្បីធ្វើការលាងជម្រះនៅភាពអាក្រក់អីចឹងណាដើម្បីរៀនមន្តអាគមហ្នឹងទៅគឺវាទទួលបានលទ្ធផលល្អអញ្ចឹងនៅពេលដែលកូនសិស្សទាំង3ហ្នឹងគឺបានចូលមករៀនសូត្រអំពីមុខវិជ្ជាមន្តអាគមអូមអាមរបស់លោកគ្រូនឹងរយៈពេល3ខែមកកូនសិស្សទាំង3គឺចាប់ផ្ដើមមានជាមួយនឹងចំណេះដឹងពាក់ព័ន្ធជាមួយនឹងមន្តអាគមអូមអាមគឺអាចធ្វើពិធីធ្វើអីអាចអន្ទងព្រលឹងអីបានមកហើយអញ្ចឹងលោកគ្រូនឹងគឺគាត់បានបង្រៀនសឹងតែថារយៈពេល3ខែហ្នឹងកូនសិស្សទាំង3ហ្នឹងគឺសឹងតែស្ទាត់ជំនាញដោយសារតែលោកគ្រូហ្នឹងបើសិនជាគាត់ដាក់ចិត្តបរៀនហើយគឺគាត់បង្រៀនឲ្យចេះច្បាស់ហ្មងអញ្ចឹងមានពេលមួយដោយសារតែលោកគ្រូនឹងគាត់ជាគ្រូដែលល្បីល្បាញអញ្ចឹងកំឡុងពេលដែលគាត់កំពុងតែបង្ហាត់កូនសិស្សរយៈពេល3ខែនឹងមកដល់ហើយរបៀបថាប្រហាត់បន្ថែមអញ្ចឹងណាដូចកំពុងតែបង្ហាត់អញ្ចឹងស្រាប់តែមានអ្នកមានលុយគេមកអញ្ជើញគាត់ដើម្បីទៅសូត្រមន្តឡើងផ្ទះដើម្បីយកសិរីសួស្តីនិងលៀបចូលផ្ទះអញ្ចឹងលោកគ្រូនឹងក៏បានឲ្យកូនសិស្សទាំង3ហ្នឹងគឺរបៀបថារៀនពាក់ព័ន្ធជាមួយនឹងវិជ្ជាស្បែកស្ពាន់មានន័យថាវិជ្ជាកាប់មិនមុតមិនឆេះគឺអត់ឲ្យកូនសិស្សណាម្នាក់ចេញពីរង្វង់ដែលគាត់បានទៅសេហ្នឹងទេរបៀបថាគាត់យកដីសឲ្យគាត់គូជុំវិញកូនសិស្សទាំង3ហ្នឹងដើម្បីឲ្យកូនសិស្សហ្នឹងរៀនវិជ្ជាស្បែកពាន់ហ្នឹងឲ្យចេះច្បាស់អញ្ចឹងណាអញ្ចឹងនៅពេលដែលលោកគ្រូហ្នឹងគាត់បានទៅផ្ទះអ្នកមានដែលគេបានអញ្ជើញគាត់ទៅធ្វើវិធីហ្នឹងគាត់បានប្រាប់កូនសិស្សហ្នឹងហើយថាខាមចេញពីដីសដែលគាត់គូនឹងបើសិនជាចេញពីដីសដែលគាត់គូនឹងទាំងអស់គ្នានឹងមានបញ្ហាដល់អាយុជីវិតដោយសារតែការរៀនពាក់ព័ន្ធជាមួយនឹងវិជ្ជាមន្តអាគមនឹងគឺមានព្រាយដែលវាចាំមើលបើសិនជាយើងភ្លាត់យើងនឹងអាចស្លាប់អីចឹងទៅអញ្ចឹងកូនសិស្សទាំង3ហ្នឹងក៏បានឆ្លើយបាក់លោកគ្រូហើយលោកគ្រូហ្នឹងក៏បានទៅផ្ទះដែលគេអញ្ជើញទៅសូត្រមន្តនឹងទៅអញ្ចឹងនៅពេលដែលលោកគ្រូបានចេញទៅបាត់ប្រហែលជាកន្លះម៉ោងស្រាប់តែមានកូនសិស្សម្នាក់ពេលនោះដោយសារតែគាត់មានអារម្មណ៍ថាគាត់ឃ្លានទាំងអស់គ្នាគាត់អត់ទាន់បានញ៉ាំអីតាំងពីព្រលឹមអញ្ចឹងគាត់ក៏បានធ្វើរឿងខុសមួយគឺគាត់បានដើរចេញពីដីសដែលលោកគ្រូបានគូនឹងអញ្ចឹងបងប្រុសដែលគាត់2នាក់ទៀតអង្គុយសងខាងនឹងក៏បានស្រែកថាមិនហែងចេញពីដីសអញ្ចឹងលោកគ្រូផ្ដាំថាមិនឲ្យចេញទេបើសិនជាយើងចេញយើងនឹងមានគ្រោះថ្នាក់អញ្ចឹងទៅអញ្ចឹងបងដែលគាត់បានចេញពីដីសម្នាក់ហ្នឹងក៏បាននិយាយថាអូយមិនអីទេជិះម៉ូតូទៅទិញអីញ៉ាំផ្លែទៅដោយសារតែ
របៀបថាឃ្លានអញ្ចឹងណាវិលមុខឲ្យចុកពោះអីចឹងទៅរបៀបថាអាចចាំឲ្យគ្រូមកបានហើយព្រោះឃ្លានខ្លាំងគ្រូទៅយូរហ្នឹងអញ្ចឹងទៅបងប្រុសពីរនាក់ហ្នឹងគាត់របៀបថាគាត់ហាមឲ្យបងប្រុសហ្នឹងគាត់ចូលមកវិញអញ្ចឹងណាតែបងប្រុសហ្នឹងគឺគាត់ចេះមែនតើអញ្ចឹងបន្ទាប់មកបងប្រុសហ្នឹងក៏បានជិះម៉ូតូដែលលោកគ្រូបានដាក់ឲ្យមកម៉ូតូនៅក្រៅហ្នឹងដើម្បីធ្វើការទិញអីអញ្ចឹងណារបៀបថាគាត់ចេញពីដេសហ្នឹងខុសគ្រូហ្មងគាត់ចេញទៅជិះម៉ូតូទៅទិញអីញ៉ាំទាំងដែលគ្រូហាមមិនឲ្យចេញពីដៃសហ្នឹងអញ្ចឹងខណៈពេលដែលគាត់បានជិះម៉ូតូហ្នឹងទាំងអស់គ្នាគឺវាស្ដែងមែនតើគាត់នៅពេលដែលគាត់ជិះម៉ូតូហ្នឹងគឺគាត់មិនបានទៅដួលអីទេក៏ប៉ុន្តែគាត់នៅពេលដែលគាត់ជិះម៉ូតូហ្នឹងខ្ញុំមិនដឹងថាមានអីទៅទាញគាត់ទេអ្នកដែលគេមើលមកនៅតាមភូមិហ្នឹងគេឃើញម៉ូតូរបស់គាត់ហ្នឹងស្រាប់តែទាញចូលទៅអាកន្លែងឡានដែលគេដឹកជាមួយនឹងអាស័យអញ្ចឹងធ្វើឲ្យគាត់នឹងចង់ស្លាប់ភ្លាមនៅនឹងកន្លែងអញ្ចឹងលោកគ្រូនៅពេលដែលគាត់កំពុងតែសូត្រមន្តឡើងផ្ទះស្រាប់តែមានគេទេមកថាកូនសិស្សរបស់គាត់នឹងគឺបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងនៅពេលដែលលោកគ្រូនឹងគាត់លើប៉ុណ្ណឹងគាត់ឆ្ងល់ហ្មងថាកូនសិស្សគាត់កំពុងតែរៀនមន្តវិជ្ជាស្បែកស្ពាន់គឺស្បែកតានកាប់មុតឧបឆែកអញ្ចឹងទៅកំពុងតែរៀនហេតុអីបានជាកូនសិស្សគាត់នឹងគឺទៅស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅវិញអញ្ចឹងនៅពេលហ្នឹងគាត់បានសុំម្ចាស់ផ្ទះទៅមើលកូនសិស្សគាត់អញ្ចឹងនៅពេលដែលគាត់ទៅមើលហ្នឹងគាត់ចង់ដឹងថាកូនសិស្សគាត់ពិតប្រាកដមែនឬក៏អត់ឬក៏អ្នកភូមិគេច្រឡំអីចឹងទៅនៅពេលដែលគាត់ទៅដល់គឺគាត់បានឃើញម៉ូតូដែលគាត់ទិញដាក់នៅមុខកន្លែងផ្ទះគាត់នឹងគឺជាម៉ូតូគាត់ហើយគាត់បានឃើញកូនសិស្សដែលពាក់កៅអៅរៀនជាមួយគាត់អាវសហ្នឹងគឺបានស្លាប់អ្នកទាំងគ្នាសភាពដែលកូនសិស្សគាត់ស្លាប់គឺសាហាវមែនទែនគឺលឿនថាឡានដែលគាត់ដឹកជាមួយនឹងអាស័យហ្នឹងគឺអាស័យហ្នឹងធម្មតាមានអាស័យខ្លះវារៀងសួចគេឈូសដើម្បីសួចយកទៅប្រើប្រាស់អីចឹងទៅអញ្ចឹងបងប្រុសហ្នឹងគឺគាត់ជាប់ជាមួយនឹងអាស័យសួចហ្នឹងហើយទាំងអស់គ្នាគឺរបៀបថាធ្លុះគឺធ្លុះមិនមែនធ្លុះធម្មតាណាគឺអាស័យហ្នឹងចាក់កគាត់ធ្លុះទៅដល់ខាងក្រោយគឺពេលហ្នឹងលោកគ្រូគឺគាត់របៀបថាគាត់ពិបាកចិត្តមែនតើដោយសារតែគាត់ហាមហើយថាកុំឲ្យរបៀបថាចេញពីជាមួយនឹងដីសហ្នឹងអញ្ចឹងណាប៉ុន្តែបងប្រុសហ្នឹងគាត់អត់ស្ដាប់អញ្ចឹងចុងក្រោយបងប្រុសហ្នឹងគឺគាត់បានស្លាប់ក៏ប៉ុន្តែលោកគ្រូនឹងស្រាប់តែគាត់បានឃើញកូនសិស្សស្លាប់ហើយគាត់ក៏លេចទៅមើលស្ដាំដៃហ្មងដោយសារតែគាត់គ្រូចឹងគាត់ដឹងថាកូនសិស្សគាត់នឹងស្លាប់មិនមែនដោយសារតែអចេតនាទេគឺមានព្រាយបិសាចគឺវាចង់យកកូនសិស្សគាត់ដើម្បីទៅធ្វើជាបរិវារអញ្ចឹងលោកគ្រូនឹងគឺបានកលេចទៅមើលស្ដាំគាត់បានឃើញកូនសិស្សរបស់គាត់ស្លាប់នៅក្បែរដើមពោធិ៍មួយដែលមានរយៈពេលយូរឆ្នាំមែនតែនអញ្ចឹងនៅពេលដែលគាត់ងាកទៅមើលដើមពោធិ៍ហ្នឹងគឺគាត់ដឹងថាដើមពោធិ៍ហ្នឹងគឺមានជាមួយនឹងព្រាយក្បាល8ដែលវាចាំយកបងប្រុសដែលគាត់ស្លាប់ហ្នឹងនៅក្បែរដើមពោធិ៍ហ្នឹងហ្មងអញ្ចឹងគាត់បានឃើញព្រាយក្បាល8ហ្នឹងគឺបាននិយាយជាមួយនឹងគ្រូហ្នឹងរបៀបថាគាត់ជាគ្រូដែលខ្លាំងពូកែអញ្ចឹងគាត់អាចលឺជាមួយនឹងព្រាយវានិយាយអូចអាចយើងអញ្ចឹងណាព្រាយហ្នឹងបាននិយាយថាទីបំផុតអញអាចយកប្រឡងកូនសិស្សហែងដែលរៀនមន្តវិជ្ជានឹងយកមកប្រើការបានហើយគឺនិយាយបែបហ្នឹងអញ្ចឹងលោកគ្រូនឹងគឺគាត់បញ្ញារបញ្ញារបៀបថាឲ្យគេដឹកសពកូនសិស្សគាត់នឹងយកទៅបូជាឲ្យលឿនអញ្ចឹងណាកុំឲ្យព្រាយហ្នឹងវាយកប្រឡងកូនសិស្សគាត់ទៅបានអញ្ចឹងនៅពេលដែលប្រហែលជា1ម៉ោងក្រោយមកគេរៀបចំពិធីបូជាកូនសិស្សគាត់ហើយអីហើយអញ្ចឹងទៅស្រាប់តែអ្នកទាំងគ្នាដឹងមកទេអ្នកដែលគាត់ដុតសពហ្នឹងគឺដុតកូនសិស្សគាត់មិនឆេះទេតើអស់គ្នាសម័យមើលយើងដាក់ខ្ជូងអស់ដុតសពដាក់ឡើងអស់ពី3បាវដុតអត់ឆេះដោយសារអីដោយសារតែកូនសិស្សរបស់លោកគ្រូហ្នឹងពេលហ្នឹងកំពុងតែរៀនពិធីខ្លួនស្បែកពាន់មានន័យថាស្បែករបស់គាត់ហ្នឹងគឺតាន់គឺគាត់កំពុងតែសូត្រជាមួយនឹងវិជាការបល័យស្បែកតាន់អញ្ចឹងនៅពេលដែលគាត់កំពុងតែសូត្រហើយគាត់ចេញពីវិធីនឹងពាក់កណ្ដាលទីអញ្ចឹងគាត់អត់ទាន់សូត្រលាបំណន់វិញទេអញ្ចឹងខ្លួនគាត់ហ្នឹងគឺស្បែកតាន់ហ្មងទាំងអស់គ្នាអញ្ចឹងមានន័យថាវាអត់ make sense ទេគេអារម្មណ៍ថាអត់គួរជឿទេមែនទេគាត់កំពុងតែសូត្រវិធីស្បែកតាន់ហេតុអីបានជាគាត់ទៅជាស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ទៅវិញហើយដល់ពេលគាត់ស្លាប់ទៅដុតអត់ឆេះអញ្ចឹងមានន័យថាការស្លាប់របស់គាត់នឹងគឺស្លាប់ដោយសារតែមានព្រាយសម្លាប់តែម្ដងអញ្ចឹងធ្វើឲ្យគាត់នឹងស្លាប់ហើយមានន័យថារាងកាយគាត់នឹងគឺដុតអត់ឆេះទេអញ្ចឹងលោកគ្រូនឹងគាត់ពេលហ្នឹងគឺគាត់ឆ្ងល់ណាអញ្ចឹងគាត់ក៏បានចូលទៅពិនិត្យសាកសពកូនសិស្សគាត់ស្រាប់តែមើលបាត់គ្រាប់ភ្នែកទាំងអស់គ្នា
គឺបងប្រុសសាកសពបងប្រុសហ្នឹងគឺបាត់ក្របភ្នែកអញ្ចឹងលោកគ្រូហ្នឹងគឺគាត់ដឹងហ្មងថាក្របភ្នែកហ្នឹងគឺព្រាយក្បាល8ដែលបានយកព្រលឹងបងប្រុសហ្នឹងទៅហ្នឹងគឺបានយកក្របភ្នែកហ្នឹងទៅដើម្បីឲ្យព្រលឹងហ្នឹងនៅជាមួយវាអីចឹងទៅអញ្ចឹងលោកគ្រូហ្នឹងគឺគាត់អត់ចាំយូរទេគឺគាត់បានទៅអាស្រមរបស់គាត់វិញហ្នឹងលើថាគាត់ទៅសូត្របល័យដើម្បីយកព្រលឹងបងប្រុសដែលជាកូនសិស្សគាត់ហ្នឹងត្រឡប់មកវិញហើយក៏បានលាបំណន់ពាក់ព័ន្ធជាមួយនឹងការរៀនវិជ្ជាស្បែកតាន់ផងដែរអញ្ចឹងនៅពេលដែលគាត់ធ្វើពិធីហ្នឹងគឺគាត់ធ្វើរយៈពេល2 ថ្ងៃអញ្ចឹងសាកសពសម័យមើលទាំងអស់គ្នាទុករយៈពេល2 ថ្ងៃគឺវាស្អុយមែនតើអញ្ចឹងលោកគ្រូនឹងនៅពេលដែលគាត់បានយកជាមួយនឹងព្រលឹងបងប្រុសនឹងមកវិញគាត់បាននិយាយថាគាត់យកមកទាំងលំបាកគាត់សឹងតែបាត់បង់ជីវិតដោយសារតែព្រាយនឹងគឺវាមានមន្តវិជ្ជាខ្លាំងមែនតើអញ្ចឹងនៅពេលដែលគាត់យកព្រលឹងមកវិញបានហ្នឹងគាត់ក៏បានលាបំណន់ឲ្យបងដែលគាត់បានស្លាប់ដោយសារតែគ្រោះចរាចរណ៍ហ្នឹងគឺឲ្យស្បែកគាត់ត្រឡប់មកជាស្បែកមនុស្សធម្មតាដែលគ្មានវិជ្ជាសិលវិញអញ្ចឹងមានន័យថាឲ្យគាត់នឹងលៀងការរៀនពាក់ព័ន្ធជាមួយនឹងស្បែកស្ពាន់នេះអញ្ចឹងទៅអញ្ចឹងពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងទាំងអស់គ្នាគឺវារន្ធត់និងគួរឲ្យខ្លាចខ្លាំងមែនតើអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូហ្នឹងយើងជួបគ្នានៅរឿងខ្មៅក្រោយៗទៀតណាកុំភ្លេចចុចបេះដូងក៏ដូចជាចូលទៅក្នុង YouTube វាយពាក្យ Talk with Salita ទាំងអស់គ្នានឹងឃើញ Channel ខ្ញុំមកគឺមានតែមួយគត់ក្រៅពីហ្នឹងគឺជា Channel Face ទាំងអស់ណាអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយ